និយាយពីរឿងសេងសេរីតិចចោះណាបណ្ឌិតសេងសេរីរៀនដល់ថ្នាក់បណ្ឌិតហើយនឹងកឹមសុខរៀនដល់ថ្នាក់អនុបណ្ឌិតប៉ុន្តែគំនិតវិញប្រភ្លើមួយយ៉ាងម្នាក់ពីរនាក់ហ្នឹងប្រភ្លើមួយយ៉ាងម្នាក់ហេតុអីបានជាខ្ញុំត្រូវលើកយកមនុស្សពីរនាក់នេះមកនិយាយពីព្រោះមុននេះខ្ញុំធ្វើដំណើរមកធ្វើការខ្ញុំបានចូលទៅស្ដាប់ការលើកឡើងរបស់សេងសេរីព្រោះគេ live ផ្ទាល់ខ្ញុំពេលងើពីគេងចេញមកធ្វើការខ្ញុំបានឃើញកឹមសុខគេសរសេរពាក់ព័ន្ធជាមួយនឹងរឿងប្រទេសសៀមពីរឿងដែលសៀមបារម្ភពីរឿងបាត់ពន្ធបដិការហើយគេយករឿងសៀមបារម្ភពីរឿងការបាត់ពន្ធបដិការមកប្រៀបធៀបជាមួយនឹងកម្ពុជាបាត់ដីអីជាដើមចឹងទៅហើយសម្ដីរបស់កឹមសុខជាមួយនឹងសេងសេរីហ្នឹងគឺជាសម្ដីមនុស្សល្ងងខ្លៅដូចគ្នាមួយរៀនចប់ថ្នាក់បណ្ឌិតនៅจุฬาលង្កនថ្នាក់បណ្ឌិតនៅស្រុកចៅឈ្លានពានមួយទៀតទៅរៀនអនុបណ្ឌិតនៅហុងកុងបាទប៉ុន្តែពីរអ្នកហ្នឹងគឺភ្លើដូចគ្នាបាទអ្នកខ្លះគេថាឈួតដូចគ្នាណាអ្នកខ្លះគេថាឈួតដូចគ្នាប៉ុន្តែខ្ញុំថាភ្លើដូចគ្នាពីរអ្នកហ្នឹងបើប្រៀបធៀបទៅជាមួយនឹងយុវជនសម័យថ្មីហ្នឹងពួកពីរអ្នកហ្នឹងគឺมันបានមកចម្រៀកក្មេងៗសម័យថ្មីនេះផងដែលគេយល់ពីស្ថានភាពច្បាស់ហើយដែលគេចេះយកនៅព័ត៌មានវិភាគបែបជាក់លាក់និងវិភាគបែបបង្ហាញនៅតនហិកបើប្រៀបធៀបទៅជាមួយនឹងកឹមសុខបើប្រៀបធៀបទៅជាមួយនឹងសេងសេរីគឺខុសគ្នាឆ្ងាយចឹងហើយបានជាខ្ញុំត្រូវលើករឿងសេងសេរីនឹងមកនិយាយបន្តិចអាយ៉ាហើយបងប្អូនឆ្ងល់ថាតើខ្ញុំលើកយកអ្វីដែលសេងសេរីនិងកឹមសុខនិយាយហ្នឹងនៅក្នុងចំណុចណាខ្លះខ្ញុំនឹងបញ្យល់ប្រិមិត្តបងប្អូនអំពីមនុស្សដែលពាក់ផ្លាកដល់ទៅបណ្ឌិតហើយដល់ទៅអនុបណ្ឌិតតែនិយាយដោយគ្មានទនហិកនិយាយដោយគ្មានសំអាងហើយគឺតែងតែនិយាយប្រកបដោយភាពសំអប់អញ្ចឹងណានេះហើយគឺជាអ្វីដែលខ្ញុំចង់បញ្យល់ប្រិមិត្តពីព្រោះពេលខ្លះប្រព័ន្ធសង្គមកាលណាបើយើងស្ដាប់តែមនុស្សខួល្ងងខ្លាំងពេកក៏វាធ្វើឲ្យយើងល្ងងតាមនឹងដែរមែនទេប្រិមិត្តណានៅវាតាហើយនឹងបងសារៈទីបងវឿនប្រិមិត្តទាំងអស់គ្នាស្វាគមន៍ទាំងអស់គ្នាណាបាទបង្កើតរដ្ឋាភិបាលថាយកសន្ធិសញ្ញាទីក្រុងប៉ារីសមកដោះស្រាយឥឡូវនិយាយថាបើរដ្ឋាភិបាល$23ទៅដឹកនាំប្រទេសថ្កោលទោសសម្ដេចទៅវិញពួកនេះគឺថាពួកនេះវាបោកគេបោកឯងគ្មានអាសូរជាពិសេសបោកអ្នកនៅក្រៅប្រទេសបាទបោកអ្នកនៅក្រៅប្រទេសនឹងគ្មានអាសូរទេបាទហើយអ្នកក្រៅប្រទេសជាពិសេសគឺចាស់នៅខាងក្រៅប្រទេសហ្នឹងគឺថាវង្វេងល្ងីល្ងើមិនត្រឹមតែចាស់ជាកុហកទេសូម្បីតែចាស់ជាប្រសង់ដល់ទៅបញ្ញវន្តលោកសង្ឃទៀតក៏ចាញ់បោកពួកនេះដែរដូចជាកណាគុណចាស់យូហុតព្រះអង្គនៅស្រុកប្រាំងព្រះអង្គគឺជាបញ្ញវន្តលោកសង្ឃប៉ុន្តែទីបំផុតព្រះអង្គត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងស្មារតីជាតិនិយមបោកប្រាស់មិនមែនស្មារតីជាតិនិយមទេគេហៅស្មារតីជាតិនិយមបោកប្រាស់របស់ពួកគេព្រះអង្គបានចូលអន្ទាក់គេទៅហើយព្រះអង្គយូហុតនៅស្រុកប្រាំងព្រះអង្គយូហុតនៅស្រុកប្រាំងលោកចូលអន្ទាក់គេបាទតោះឥឡូវខ្ញុំខ្វូតយកអ្វីដែលកឹមសុខនិងសេងសេរីពីរអ្នកហ្នឹងគេបាននិយាយនិងសរសេរខ្ញុំបានឃើញកឹមសុខគេសរសេរអញ្ចេះគេទៅសេថាថៃគ្រាន់តែផ្អាកប្រព័ន្ធវាមិនថាផ្អាកទេវាថាបាត់ព្រោះលោកត្រំគាត់ផ្អាកការចរចារឿងពន្ធបដិការជាមួយនឹងថៃប្រសិនបើថៃមិនគោរពនិងអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយនៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរជាមួយនឹងកម្ពុជាភាគីអាមេរិកនឹងមិនចរចាជជែកអំពីរឿងពន្ធបដិការជាមួយនឹងប្រទេសថៃឡើយប៉ុន្តែសំណេរអាសុកវានិយាយចេះវិញវានិយាយថាថៃបាត់ប្រព័ន្ធពន្ធណាគេនាំគ្នាភ័យពេញប្រទេសគេស្ទុះស្ទាគេខិតខំប្រឹងប្រែងគេភ័យគេបារម្ភចំណែកឯកម្ពុជាបាត់ដីតែចម្រើនទៅដល់តកូលហ៊ុនអីណានៃអីចឹងទៅអានឹងគឺជាការលើកឡើងរបស់កឹមសុខអនុបណ្ឌិតនៅទីក្រុងហុងកុងហើយ
ចំណែកឯសេងសេរីមុននេះគេឡាយប្រហែលជាមិនទាន់ចប់ផងក៏មិនដឹងទេបាទខ្ញុំមកបដាខ្ញុំបើកឡានមកធ្វើការបដាខ្ញុំស្ដាប់សេងសេរីខ្ញុំបានខមមិន2 3ខមមិនដែរប៉ុន្តែដូចជាមិនមែនឃើញការឆ្លើយតបទេប៉ុន្តែខ្ញុំចាប់អារម្មណ៍ ពីរឿងអ្វីដែលសេងសេរីបាននិយាយអំពីរឿងសៀមដែលវាប្រកាសជាហោហែតប៉ែលូតថាសៀមនឹងវាវាយកាន់កាប់ទឹកដីកម្ពុជាយើងបានរហូតទៅដល់11ទីតាំងហើយសេងសេរីនេះគេបែរទៅជានិយាយថាឲ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់មកថាតើអ្វីដែលសៀមនិយាយហ្នឹងតើពិតឬក៏មិនពិតហើយឲ្យបង្ហាញទីតាំងទាំង11ហ្នឹងមកណាដែលសៀមវាយកាត់កាប់ហ្នឹងមានទីតាំងណាខ្លះភាគីសៀមគេថាទីតាំង1 2 3គេរៀបរាប់ឈ្មោះចឹងទៅគេថាគេវាយកាន់កាប់បានហើយគេថាអានឹងគឺជាការបាត់ដីហើយគេនិយាយពាក់ព័ន្ធទៅដល់ថាអត់មានអ្នកកាសែតខ្មែរណាមួយនិងព័ត៌មានកសែតខ្មែរណាមួយដែលចូលទៅដល់ទីតាំងទាំងនោះឡើយដោយសារតែកងកម្លាំងរបស់កម្ពុជាមិនត្រូវបានអនុញ្ញាតឲ្យអ្នកកសែតចូលទៅយកកន្លែងទីតាំងដែលបាត់តាមអ្វីដែលសៀមបានលើកឡើងទេអានេះខ្ញុំខ្វូតទៅលើសម្ដីរបស់សេងសេរីដែលបានឡាយកាលពីមុននេះខ្ញុំគិតថាសេងសេរីឡាយមិនទាន់ចប់ផងទេដឹងខ្ញុំគិតថាមិនទាន់ចប់ទេ បាទចុះចំណែកខ្ញុំចង់ប្រតិកម្មទៅគឹមសុកនិងសេងសេរីយ៉ាងម៉េចបើពួកហ្នឹងគេនិយាយភាសាហ្នឹងហើយតើខ្ញុំផ្ទាល់ហ្នឹងខ្ញុំចង់ឆ្លើយតបទៅសេងសេរីយ៉ាងម៉េចឆ្លើយតបទៅគឹមសុកយ៉ាងម៉េចខ្ញុំចង់បង្ហាញចេះតាមពិតមិនចង់បញ្យលគឹមសុកឬក៏សេងសេរីទេពីពួកហ្នឹងវាភ្លើឈ្មោះដល់ទៅបណ្ឌិតពាក់ផ្លាកដល់ទៅបណ្ឌិតរៀនដល់ទៅបណ្ឌិតក៏ប៉ុន្តែបង្កើតទស្សនៈល្ងីល្ងើដើម្បីឲ្យអ្នកស្ដាប់មានការយល់ច្រឡំអានឹងគឺសិតតែជាចេតនាទុច្ចរិតនៃបញ្ញវន្តហើយបើយើងនិយាយទៅគេថាមិនមែនបញ្ញវន្តអានេះជាប្រភេទអបញ្ញវន្តហ្នឹងគឺជាប្រភេទមិនមែនជាបញ្ញវន្តបាទបញ្ញវន្តមុននឹងគេបង្ហាញមុននឹងគេប្រាប់មុននឹងគេលើកអ្វីមួយមកនិយាយគេត្រូវច្បាស់អាហ្នឹងនិយាយបច្ចៈគេត្រូវច្បាស់វាខុសពីខ្ញុំដែលមិនមែនជាអនុបណ្ឌិតមិនមែនជាបណ្ឌិតខ្ញុំអាចធ្វើការវិភាគបែបសន្និដ្ឋានបែបពិចារណាបានប៉ុន្តែបើបណ្ឌិតមិនមែនគ្រាន់តែលើកឡើងជាសំណួរ2 3សំណួរដើម្បីដាក់ជាបញ្ហាដាក់ការសង្ស័យឲ្យអ្នកដទៃទេណាអញ្ចឹងខ្ញុំចង់សួរទៅសេងសេរីថាអ្វីដែលសេងសេរីយកឈ្មោះទីតាំងទាំង11ចំណុចដែលសៀមវាថាវាយកបានហើយសេងសេរីនឹងគេដាក់បន្ទុកទៅកម្ពុជាតែមិនប្រាប់ផងប្រាប់ទៅថាកន្លែងនោះយើងនៅកាន់កាប់បានហើយរដ្ឋាភិបាលស្ងាត់ឈឹងអត់មានប្រាប់សោះអត់មាននិយាយអីសោះអត់មានបញ្យលអីសោះអត់មានបង្ហាញអីសោះចំណែកឯសៀមវានិយាយចឹងកាន់កាប់នៅតំបន់អានសេះកាន់កាប់នៅប្រាសាទតាមាន់តូចតាមាន់ធំប្រាសាទតាកបីប្រាសាទអីទាំងអស់សៀមវាថាកាន់កាប់តាំងពីភ្នំទ្របភ្នំអី អាហ្នឹងគឺសេងសេរីគាត់និយាយថាសៀមកាន់កាប់នៅកន្លែងហ្នឹងប្រិមិត្តនៅក្នុង Facebook ពាក្យហ្នឹងមិនមែនខ្ញុំមិនឮហើយមិនមែនបងប្អូនអត់ឮទេបើនិយាយពីអាសៀមដែលវាធ្វើការវាយប្រហារយើងរយៈកាល5ថ្ងៃហ្នឹងវានិយាយថាវាកាន់កាប់បាន16ទីតាំងមែនទេយើងឮថាអាសៀមហ្នឹងវាកាន់កាប់បាន16ទីតាំងហើយនៅក្នុងទីតាំងដែលបងប្អូនតែងតែឃើញវាផុសហ្នឹងអាផុសដដែលនាយករដ្ឋមន្ត្រីវា2 3 4ហ្នឹងតែងតែធ្វើដំណើរទៅកន្លែងហ្នឹងមានតែមួយគត់គឺបងប្អូនឃើញហើយគឺភ្នំទ្របវាបង្ហាញរាល់ថ្ងៃវាបង្ហាញកន្លែងហ្នឹងស្ទើរតែរាល់ថ្ងៃរហូតដល់ពួកអាឈួតនៅក្រៅស្រុកមួយចំនួនហ្នឹងវាយកអាហ្នឹងមកបង្ហាញទៀតអញ្ចឹងសបញ្ជាក់ឲ្យឃើញថាកន្លែងណាដែលវាគិតថាជាប្រយោជន៍ដែលវាគិតថាវាគ្រប់គ្រងបានវាបង្ហាញហើយចុះបើសិនណាជាដូចអ្វីដែលសេងសេរីថាអាសៀមហ្នឹងវាកាន់កាប់បាន11ទីតាំងអាសៀមហ្នឹងវាគួរតែបង្ហាញទីតាំងនីមួយដូចវាបង្ហាញនៅក្នុងរូបដែលអានាយករដ្ឋមន្ត្រី3ខែ4ខែហ្នឹងទៅលេងថ្ងៃមុនហ្នឹងអញ្ចឹងមិនអាណាមកក៏ទៅកន្លែងហ្នឹងហើយប្រកាសជាសាធារណៈថាវាកាន់ទីតាំង11កន្លែងវាវាវាយកាត់
vì vậy căn cặp tí tăng bàn đọc mùi cả lại bờ dông tam trở rắc chào xiêm nâng dương đăng ấy bờ sân là vì bàn đọc mùi cả lại men vì phô tăng đọc mùi cả lại ao dương mưa mình chăm bách từ dục qua đầm miền pi Campuchia đây chào xiêm vì phô đôi vì phô à lại phnom trọp chẳng đôi vì phô phnom ấy kết đấy dạ hơi phnom ấy kết đấy đôi vì phô à phnom trọp chẳng đây mất bị cha nam mưa chẳng sinh xử lý cô tập pra khu kết mạnh tịch nợ pe để xiêm vì này dây tha vì vay ban đọc vì cục krong tắc đầy dương ban đọc vào mũi tì táng sinh xử lý anh cô tại kết thạ cho hai ấy ban chỉ xiêm nâng vì bà hàng để mà tì táng cho tì táng đợt tây tiết là vì thay dọc ban nó mấy cô vì mình bà hàng phong bà tha Campuchia mình bà hàng có hơi thì cho ta chào xiêm đã vì uất tha vì ban nâng ta vì bằng hai nhà cả lấy bàn đang đẻ bà lúc anh plơ từ su oi rót tha vì ba Campuchia bỏ sẽ từ ấy tiết phần năng lúc ai là mồm miền khô cái lúc ai miền mưa nước plơ nè xây ra đi ai hiến ban đo tới bình đất đây ta xây ra đi ai chăm miền mưa nước plơ nè khoan nó phần năng là dương là mồm vô ban thạ mơ chào xiêm khoan đâm mà ti tăng nâng việc bỏ họ na con nuông này tới bỏ họ cái này nâng này na lang máu cô việc tới cái này nâng này tới ta mà cái này nâng hơi từ thọt tầm mình tích nâng ấyแต่ทอดอะไรมันติดยังไงอัดเมียนอะไรไอ้ทำไมเตะนายกรัฐมนตรีเนี่ยสเดตีกาเปียนายกรัฐมนตรีสเดตีวิมาอะไรหนึ่งดอกเปมาอันดุเทนนึงวิมาอะไรหนึ่งปะให้ได้อะไรหนึ่งเจ้าอากาอ่างระบบปูเวียแต่ทากันกับบ้านดอกมวยตีต่างนู้ไม่ก็เวียมันปะให้พองถ้ากัมพูชีมันปะให้ดิเจ้าอาเซียนนั่งเวียไม่ก็มันปะให้บ่เวียถาบ้านจีทอมมาได้บ่เวียบ้านเวียปังให้แบบเจสาธีนะโดยพนมใส่เกได้เวียปังหางจังนะพนมตรอบบรรดาตรอบนั่งแมนโตจึงโรโปจึงโยด้วยนะพนมตรอบนั่งพนมตรอบโบกจมวยนั่งพนมไอ้ประสาทใส่เตียนู้ประสาทเซเตียไม่นู้ประสาทตัดเตียไอ้นู้โบกจมวยนั่งพนมตรอบนั่งสตาไมปูอ่านเถินยังไงจังเปรมิดบองปอนไอพิจารณาบ้านดอยงี้อัดปะบะเด้อัดปะบะตัวตะซออมปีเรื่องหนึ่งจบบ่យើងអាចពិចារណាដឹងបានអញ្ចឹងចុះសេងសេរីនឹងភ្លើមហ៎ដែលឈ្មោះជាបណ្ឌិតហើយបែរទៅជាទៅយកព័ត៌មានរបស់សៀមបាទភ្នំមកខឺហ្នឹងហើយភ្នំមកខឺបាទភាសាសៀមគេហៅភូមកខឺណាភូមកខឺត្រប់ហ្នឹងត្រប់ក្តោគោហ្នឹងប៉ុន្តែក្តោអាណទីនហ្នឹងបាទប៉ុន្តែក្តោអាណទីនហ្នឹងត្រប់ក្តោគោហ្នឹងភ្នំនោះប៉ុណ្ណឹងបង្ហាញតាថ្ងៃមិនត្រឹមតែពួកអាសៀមវាបង្ហាញវាបង្អួតពីរឿងកន្លែងនោះទេអភិវឌ្ឍកន្លែងនោះទេសំដីតែពួកអាសនៈសៀមនៅក្រៅប្រទេសដែលវាមានឈាមខ្លួនជាខ្មែរក្បាលជាសៀមនោះក៏វាបង្ហាញតែកន្លែងហ្នឹងដែរតាំងពីកើតសង្គ្រាមរហូតដល់មានការចរចាគ្មានឃើញអបកាច់ណាមួយវាបង្ហាញកន្លែងខុសពីនឹងទេវាអត់មានទេអាហ្នឹងអញ្ចឹងខ្ញុំចង់ប្រាប់ទៅសេងសេរីថាមនុស្សដែលគេប្រើខួបងទីហ្វានីបងសៃមុំពលរដ្ឋខ្មែរមនុស្សដែលគេប្រើខួគេមិនប្រើអារម្មណ៍និយាយគេគិតបានបាត់ហើយពីព្រោះអាចោសៀមនឹងវាប្រកែណាអាខាងអួតនឹងអាខាងសំដែងនឹងជាពិសេសវាទៅសំដែងទៅលើភូមិមកខឺនោះវាទៅសំដែងទៅលើអានោះហើយបងប្អូនដឹងមកទេភ្នំទ្របគឺនៅក្នុងភ្នំដងជួរភ្នំដងរែកហើយភ្នំទ្របវាវែងណាប៉ុន្តែចំណុចសំខាន់នៅកន្លែងណាមិននៅកន្លែងភូមិមកខឺទេមិននៅកន្លែងនឹងទេយល់អត់មិននៅកន្លែងនឹងទេចឹងបើយើងនិយាយឲ្យចំទៅសៃណុចបងរីបូរ៉ានិយាយឲ្យចំទៅពួកនេះមិនមែនពួកនឹងមានខួរខ្ញុំដំបូងខ្ញុំគិតថាពួកនឹងស្អប់ដៃជោប៉ុន្តែតាមពិតមើលទៅខ្ញុំថាពួកនឹងវាអត់ខួរច្រើនជាងខ្លួនឯងនិយាយការពារថៃតាពីយកព័ត៌មានថៃមកធ្វើជាឧបករណ៍ដាក់សំណួរធ្វើឲ្យខ្មែរសង្ស័យគ្នាធ្វើឲ្យខ្មែរបាត់បង់នៅសាមគ្គីភាពធ្វើឲ្យខ្មែរបាក់ទឹកចិត្តហើយមកតាំងខ្លួនតែខ្លួននឹងគឺជាមនុស្សស្នេហាជាតិស្រឡាញ់ជាតិអានឹងគឺប្រភេទពួកមនុស្សថោកទាបនៅក្នុងប្រវត្តិសាស្ត្របងប្អូនចាំមនុស្សថោកទាបនៅក្នុងប្រវត្តិសាស្ត្រគឺមានគំនិតអញ្ចឹងឯងអាកឹមសុកវានិយាយពីរឿងបាត់ដីសេងសេរីនិយាយពីរឿងគេកាន់កាប់ដីពួកអ្នកប្រឆាំងនៅក្រៅប្រទេសគេនាំគ្នានិយាយថាខ្មែរបានសន្តិភាពសៀមបានដីយើងដាក់សំណួរសួរទៅពួកអស់នឹងវិញថាតើសៀមបានដីកន្លែងណាមកទល់ម៉ោងហ្នឹងសៀមបានដីកន្លែងណាគេថាភ្នំមកខឺឬក៏ភ្នំទ្របគេថាប្រាសាទតាកបីប្រាសាទតាមន់តូចតាមន់ធំឬក៏កន្លែងផ្សេងទៀត
ឬក៏អូ3ជាន់គេពាត់គេអីហ្នឹងខ្មែរយើងបាត់ដីខ្ញុំសួរថាពេលដែលសៀមវាលើកកងទ័ពវាយគ្នាហើយខ្ញុំសួរតើអន្តរជាតិឯណាគេទទួលស្គាល់ដីរបស់សៀមដែលវាវាយបានហើយនៅមើលសួរពួកអដៃនៅក្រៅប្រទេសមើលយើងត្រូវដឹងថាថៃនិងកម្ពុជាគឺជាសមាជិកនៃអង្គការសហប្រជាជាតិគឺជាប្រទេសដែលស្ថិតនៅក្រោមធម្មនុញ្ញនៃអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានខ្ញុំសួរជាបណ្ដោះអាសន្ននិយាយពីរឿងភ្នំមកខឺចោះភូមិមកខឺចោះបើអាសៀមនឹងវាកាន់កាប់បានសួរថាអាកន្លែងនឹងវាបានទៅសៀមស្របតាមច្បាប់អន្តរជាតិដែរឬទេហើយសៀមអាចប្រកាសទៅអង្គការសហប្រជាជាតិកន្លែងដែលវាវាយកាន់កាប់បាននឹងជាដីរបស់វាដែរឬទេសំណួរសួរបើវាមិនហ៊ានប្រកាសទៅលើឆាកអន្តរជាតិថាអានឹងវាជាដីរបស់វាទេថាជាដីរបស់វាទេអញ្ចឹងដីនឹងមិនបានផាកបាត់ហើយយើងមើលមួយទៀតប្រិមិត្តនាំគ្នាទៅមើលមួយទៀតកុំជឿពួកអាឈួតជ្រូកនៅក្រៅប្រទេសដែលវាអត់ចេះច្បាប់ទម្លាប់អស់ហ្នឹងពីព្រោះពួកអានឹងវាអត់ចេះច្បាប់ទម្លាប់អីទេវាអត់ដឹងអីទេវាដឹងតែប្រឆាំងជាមួយនឹងលោកហ៊ុនសែនលោកហ៊ុនម៉ាណែតទេវាអត់ដឹងអីទាំងអស់ក្រៅតែពីវាប្រឆាំងជាមួយនឹងសម្ដេចតេជោនិងសម្ដេចធិបតីម៉ាណែតវាអត់ចេះច្បាប់ជាតិនិងអន្តរជាតិអីទាំងអស់ឥឡូវយើងមើលក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពូក្នុងកិច្ចព្រមព្រៀងនឹងតើគេមានលុបបំបត្តិទៅលើការចរចាទ្វេភាគីរឿងព្រំដែននឹងទេគេរុញឲ្យដោះស្រាយរឿងព្រំដែនទៅតាមច្បាប់ទម្លាប់ប្រទេសទាំងពីរគឺមាន MOU ជាមួយគ្នាមានកិច្ចព្រមព្រៀងជាមួយគ្នាឆ្នាំ2000-2001យើងមានសន្ធិសញ្ញាអនុសញ្ញាឆ្នាំ1944-04និងឆ្នាំ1907របស់បារាំងសៀមគឺជាផែនទីអន្តរជាតិដែលយើងបានកំណត់ហើយគោលដៅនៃការចរចាគោលដៅតស៊ុយគោលដៅនៃការចរចានឹងគឺគេផ្ដោតទៅលើអសន្ធិសញ្ញានិងអនុសញ្ញារបស់បារាំងសៀមឆ្នាំ1904 1907នោះអានោះដែលគេកំពុងតែនិយាយគ្នានោះបច្ចុប្បន្នហ្នឹងកន្លែងណាឯងកាន់កាប់កន្លែងណាឯងអត់ទាន់ថាដីនឹងបាត់ទេពិតណាស់តែជាបដោះអាសន្នឧទាហរណ៍ដូចជាភ្នំមកខឺអញ្ចឹងជាបដោះអាសន្នវាកាន់កាប់ប៉ុន្តែទីបំផុតនៅតែដោះស្រាយតាមយន្តការណានៅតែយន្តការច្បាប់នឹងដដែលនោះមិនមែនអាសៀមវាយកាន់កាប់បានកន្លែងនឹងដីនឹងរបស់សៀមឯណាអន្តរជាតិឯណាគេទទួលស្គាល់ផែនទីអាសៀមដោយឯកតោភាគីបើគេមិនទាន់ទទួលស្គាល់អាម៉េចក៏ពួកឯងទាំងអស់គ្នានាំគ្នាថាបាត់មើលអាសុកអាម៉េចបានឯងថាកម្ពុជាបាត់នៅត្រង់ណាអញសួរឯងបាត់នៅតាមផ្លូវណាបាត់តាមផ្លូវច្បាប់ឬក៏បាត់តាមផ្លូវឈ្លានពានសូមបញ្ជាក់ឲ្យច្បាស់បញ្ជាក់ប្រាប់ពលរដ្ឋឲ្យច្បាស់រៀនដល់អនុបណ្ឌិតកុំភ្លើល្ងងខ្លៅរៀនដល់បណ្ឌិតហើយកុំភ្លើល្ងងខ្លៅចេះតែយករឿងឥតប្រយោជន៍យកមកបង្កើតតំណោះឲ្យខ្មែរគ្នាឯងបង្កើតការសង្ស័យឲ្យខ្មែរគ្នាឯងយល់ទេអសកយល់ទេឥឡូវយើងមើលប្រទេសអ៊ុយក្រែនខ្ញុំគ្រាន់តែប្រៀបធៀបទេម៉ោងហ្នឹងមកដល់ម៉ោងហ្នឹងពេលដែលរុស្ស៊ីវាយបានវាយកាន់កាប់នៅខេត្តមួយនៃដុនបាសមានតំបន់ដុនបាសតំបន់លូហានតំបន់ផ្សេងទៀតវាយកាន់កាប់បានឥឡូវមានន័យថាដីនឹងដីរបស់រុស្ស៊ីហើយនៅបើឯងយល់ថាអាដីនឹងវាជាដីរបស់រុស្ស៊ីមិនលេះរុស្ស៊ីបញ្ចប់សង្គ្រាមបាត់ទៅហើយបើរុស្ស៊ីវាយបានកន្លែងណាដីរុស្ស៊ីកន្លែងហ្នឹងស្របតាមច្បាប់អន្តរជាតិដែលចាត់ទុកថាអ៊ុយក្រែនបាត់ដីមិនលេះសមរុស្ស៊ីស្របច្បាប់អន្តរជាតិបាត់ទៅហើយយល់អត់នៅពេលដែលកំពុងតែចំនួនគ្នាគេដំណើរការទៅដោះស្រាយតាមប្រព័ន្ធអនុសញ្ញានិងសន្ធិសញ្ញា1904និង1907ហ្នឹងគេកំពុងតែដោះស្រាយតាមវិធីហ្នឹងនៅឡើយឯងមិនទាន់ដឹងក្បាលដឹងកតុយអីផងពួកឯងនៅក្រៅប្រទេសនេះនាំគ្នាចោទថាបាត់ដីបាត់ទៅហើយអាហ្នឹងឯងនយោបាយរបស់ពួកអ្នកឯងនោះអាហ្នឹងឯងនយោបាយរបស់ពួកអ្នកឯងហ្នឹងស្រឡាញ់ជាតិច្បាប់អន្តរជាតិអត់ទាំងយល់ផងច្បាប់ជាតិអត់ទាំងយល់ផងមិនទាន់ទាំងដឹងអីផងចោតគេបាត់ដីបាត់អាហ្នឹងឯងការពីអធិបតេយ្យបូរណភាពទឹកដីកម្ពុជានាំគ្នាថ្កោលទោសនៅកន្លែងដែលសៀមកាន់កាប់វាត្រូវជាងមកចោតលោកហ៊ុនសែនធ្វើឲ្យបាត់ដីអានេះដូចនៅសុករុស្ស៊ីចូលមកឈ្លានពានអ៊ុយក្រែនវាមកបន្ទោសរដ្ឋាភិបាលអ៊ុយក្រែនថាមកពីរដ្ឋាភិបាលអ៊ុយក្រែននឹងមិនកើតបានជារុស្ស៊ីវាយដណ្ដើមស្ទើរតែបានខេត្តមួយទាំងមូលនៃភាគឦសាននិងភាគខាងកើតនៃប្រទេសអ៊ុយក្រែនបាត់ទៅហើយអានឹងវាស្មើនឹងអញ្ចឹងសំណួរយើងសួរថាតើប្រធានាធិបតីអ៊ុយក្រែននិងរដ្ឋាភិបាលរបប
លោកសេលិនស្គីហ្នឹងការដឹកនាំរបស់លោកសេលិនស្គីហ្នឹងទៅហៅអ៊ុយក្រែនហ្នឹងឲ្យមកឈ្លានពានអ៊ុយក្រែនទៅហៅរុស្ស៊ីហ្នឹងឲ្យមកឈ្លានពានអ៊ុយក្រែនមែនដូចគ្នាខ្ញុំប្រៀបចឹងតែថៃវាចង់បានទឹកដីយើងហ្នឹងតើលោកហ៊ុនសែនទៅហៅថៃឲ្យលើកទ័ពមកឈ្លានពានមែនអញសួរមើលបងប្អូនដាក់សំណួរសួរពួកវាមើលបើលោកហ៊ុនសែនហៅគេឲ្យមកឈ្លានពានអានឹងសំថាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតកាត់ដីឲ្យបរទេសហើយបើសិនជាលោកហ៊ុនសែនទៅហៅគេឲ្យមកឈ្លានពានលោកហ៊ុនសែនមិនចាត់កងកម្លាំងប្រដាប់អាវុធទីហ៊ានការពារជាតិទៅការពារជាតិអានឹងសំតែនាំគ្នាទៅចោទលោកហ៊ុនសែនលោកហ៊ុនម៉ាណែតថាប៉ុនប៉ងកាត់ដីឲ្យគេចុះបើគាត់ចាត់កងកម្លាំងឲ្យទៅការពារអធិបតេយ្យចល័តយុទ្ធោបករណ៍គ្រប់កន្លែងទាំងអស់គ្រប់ប្រភេទមិនគ្រប់កន្លែងស្ទើរតែគ្រប់ប្រភេទទៅតាមព្រំដែនដើម្បីការពារព្រំដែនបើលោកហ៊ុនសែនមានចេតនាឲ្យបាត់ដីបើលោកហ៊ុនម៉ាណែតមានចេតនាឲ្យបាត់ដីតើគាត់ចាំបាច់ធ្វើអញ្ចឹងធ្វើអីគាត់ចាំបាច់ចំណាយលុយចំណាយកាក់ចំណាយកម្លាំងចំណាយពេលវេលាទីបំផុតដីគង់តែឲ្យគេដដែលហ្នឹងបើយោងតាមអ្វីដែលអាកឹមសុខជាមួយនឹងសេងសេរីបានលើកឡើងមានយល់ទេមុននឹងលោកឯងនិយាយនឹងមានគិតថាគេនឹងក៏គេស្រឡាញ់ជាតិដែរគេក៏ការពារអធិបតេយ្យគេដែរមានគិតទេមិនស្រឡាញ់ជាតិតែពួកឯងនឹងមានស្អីទៅគ្រប់គ្រងគេនោះគេជាអ្នកគ្រប់គ្រងដីឥឡូវបងប្អូនម្ចាស់ដី ដែលគេគ្រប់គ្រងដីនឹងអ្នកណាមកឈ្លានពានអ្នកណាមកយកដីនឹងតាមមកចង្អាមក៏គេខឹងដែរពីព្រោះគេជាម្ចាស់ដីនឹងបច្ចុប្បន្នដៃជោនិងអ្នកដឹកនាំគឺជាម្ចាស់ដីនឹងម្ចាស់ប្រទេសនឹងបច្ចុប្បន្នជឿរឿងអីដែលគាត់មិនស្ដាយស្មានតែគាត់ថាស្ដាយតែពួកឯងនៅក្រៅស្រុកហ្នឹងណាពួកលីមេងគេនិយាយអីគេនិយាយទុកអ្វីមិនស្មើទុកនឹងបាត់បង់ដីភ័យអ្វីមិនស្មើភ័យនឹងខ្លាចភ័យអ្វីមិនស្មើភ័យនឹងបោលចោលស្រុកអូយសិតតែគេលើកកំណាព្យទុកអ្វីមិនស្មើជាងទុកបាត់បង់ដីបងប្អូនគិតមើលអាទស្សនៈបែបហ្នឹងតើវាជាទស្សនៈជាតិនិយមឬក៏ជាទស្សនៈពួកឈួតនិយមដីមិនបាត់វាថាដីបាត់បានទីខ្ញុំថាដីមិនបាត់ពីព្រោះទោះជាបច្ចុប្បន្ននេះសៀមវាលើកតបទៅកាន់កាប់កន្លែងណាវាពាត់កន្លែងណាក៏ដោយសួរថាតើវាស្របច្បាប់អន្តរជាតិដែរឬអត់ចម្លើយសូមឲ្យចម្លើយមកតើអាសៀមនឹងវាលើកទៅដល់កន្លែងណាវាគូផែនទីវាប៉ុណ្ណឹងហើយយកទៅតម្កល់អង្គការសហប្រជាជាតិដោយឯកតោភាគីហើយអង្គការសហប្រជាជាតិនឹងទទួលយកផែនទីឯកតោភាគីដែលសៀមវាយបាននឹងមែនដែរឬទេនិយាយតាមផ្លូវច្បាប់អន្តរជាតិវាអត់ចុះគេកំពុងតែចរចារាល់ថ្ងៃហ្នឹងគេយករូបមន្តណាមកចរចារាល់ថ្ងៃហ្នឹងក្រែងរដ្ឋាភិបាលហ្នឹងទាមទារចរចាហ្នឹងតាមប្រព័ន្ធផែនទីតាមអនុសញ្ញានិងសន្ធិសញ្ញាបារាំងនៃឆ្នាំ1904និងឆ្នាំ1907អញ្ចឹងមានន័យថារដ្ឋាភិបាលនឹងអត់មានចេតនាណាមួយធ្វើឲ្យបាត់ដីទេពីព្រោះរដ្ឋាភិបាលនឹងមិនបានលុបចោលនៅ MOU ឆ្នាំ2000ឆ្នាំ2001រដ្ឋាភិបាលមិនបានទាត់ចោលនៅផែនទីរបស់បារាំងសៀមឆ្នាំ1904 1907ឯដែរឥឡូវហ្នឹងគេកំពុងចរចាគ្នាតាមហ្នឹងរឿងព្រំដែនហ្នឹងដែលគេនិយាយរឿងព្រំដែនដោះស្រាយចំនួនតាមព្រំដែនហ្នឹងដោះតាមណាសួរមើលហេតុអីបានជាគេចង់បានដោះស្រាយគ្នាដោយសន្តិវិធីដោះស្រាយតាមព្រំដែនសួរវាមើលសួរពួកអាក្រៅប្រទេសហ្នឹងមើលសួរសេងសេរីមើលតើគេដោះតាមវិធីណាក្រែងគេយកអាផែនទីຂະຫນាត1 លើ 200,000 ហ្នឹងមកដោះមិនយកផែនទីរបស់សៀមຂະຫນាត1 លើ 50,000 ដែលសៀមគូដល់ឯកតោភាគីណាឆ្លោះគ្នាដោយសាររឿងហ្នឹងហើយរដ្ឋាភិបាលឆ្លោះគ្នាជាមួយសៀមវាយគ្នាជាមួយសៀមដោយសាររឿងហ្នឹងឯងហើយឆ្លោះចំនួនអត់ទាន់បានទាំងចប់មិនទាន់ទាំងបានដោះស្រាយព្រំដែនអីចប់មិនទាន់ទាំងបោះបកគោលឯកភាពព្រមព្រៀងផងចោតគេថាបាត់ដីទៅហើយអានឹងចង់បានអីគេយើងជ្រុលនិយមយើងចង់ចំណេញនយោបាយខ្លាំងពេកដល់ថ្នាក់ចោតប្រកាន់គេទាំងរឿងអត់ទាន់ចប់ផងរឿងអត់ទាន់ចប់ស្រួលបួលរឿងអត់ទាន់ដោះស្រាយអីផងបងប្អូនចោតគេបាត់ដីបាត់ក៏ដូចម៉ែអត់ដីនៅអញ្ចឹងហើយបានវារត់ចោតដីរឿងអីមិនបាត់បើឯងរត់ចោតដីបាត់ហើយហ្នឹងបើពួកឯងរត់នាំគ្នារត់ចោតដីបាត់ហើយហ្នឹងរឿងអីដែលដីមិនបាត់មានដីអត់នៅការពារនាំគ្នារត់ចោលដីដល់ពេលគេកំពុងតការពារដីប្រយុទ្ធប្រឆាំងដោះស្រាយជាមួយនឹងព្រំដែនកម្ពុជាវាទៅជាថាគេធ្វើឲ្យបាត់ដីមិនមែនងាយណាវ៉ៃខ្ញុំមិនមែននិយាយការពារទេប៉ុន្តែយើងមើលទាំងរដ្ឋាភិបាលគេការពារដីយ៉ាងម៉េចយើងមើលគេដោះស្រាយបញ្ហារឿងអធិបតេយ្យបូរណភាពទឹកដីគេដោះស្រាយយ៉ាងម៉េចឯងនេះរត់ចោលដីបាត់មកដល់ក្រៅប្រទេសមួយថ្ងៃអង្គុយនិយាយតែពីគេធ្វើឲ្យបាត់ដីហើយចុះពួកឯងមានពួកអ្នកឯងនៅខាងក្រៅហ្នឹងខ្ញុំចង់ប្រើពាក្យឯងពាក្យអញ
ពួកអ្នកឯងនៅក្រៅហ្នឹងមិនក៏ដឹងជាងគេដែលកំពុងតែដោះស្រាយរឿងម៉េចបើថាសម្ដេចតេជោសម្ដេចធិបតីមិនដោះស្រាយតាមសន្ធិសញ្ញានិងអនុសញ្ញាបារាំងសៀមឆ្នាំ1904និង1907ទៅខ្ញុំមិនថាទេណាអាសូរតែសម្ដេចតេជោនិងសម្ដេចធិបតីហ្នឹងទៅហៅសៀមដើម្បីឲ្យសៀមមកប្លន់យកទឹកដីយើងអានឹងខ្ញុំក៏អត់ថាដែរណាវាចោតប្រកាន់វាត្រូវដល់ពេលសម្ដេចតេជោសម្ដេចធិបតីនាំគ្នាការពារព្រំដែនមួយថ្ងៃឲ្យតែវាឃើញបលាលួសចូលមកទឹកដីយើងអានឹងវាដឹងតែដីនឹងបាត់ដឹងតែដីនឹងបានទៅសៀមខ្ញុំថាជុំពួកអានឹងអីក៏ឈួតមែនណាវាជាច្បាប់ឯអត់ណាឥឡូវយើងមិនបាច់និយាយពីច្បាប់ជាតិទេតែច្បាប់ជាតិនៅលើសម្ដេចតេជោទៅចោះវាជាច្បាប់អន្តរជាតិឯអត់វាគួរតែដឹងហើយច្បាប់អន្តរជាតិប្រទេសណាមួយដែលចូលទៅវាយយកទឹកដីគេហើយគូផែនទីយកខ្លួនឯងសម័យនេះណាក្នុងសម័យនេះដែលគូផែនទីដោយឯកតោភាគីហើយយកទៅតម្កល់នៅអង្គការសហជីវជាតិថាដីនឹងជាដីរបស់វាបើធ្វើអញ្ចឹងបានមិនបាច់ទេអាមេរិកនឹងដើរយកប្រទេសគេទាំងអស់ដាក់ដីខ្លួនឯងទាំងអស់ហ្នឹងរុស្ស៊ីនឹងចិននឹងដើរយកដីគេដាក់តែប្រទេសខ្លួនឯងទាំងអស់ហ្នឹងសួរតែវាស្របច្បាប់អន្តរជាតិទេវាអត់ស្របណែរឿងទាំងអស់រឿងដីវាពាក់ព័ន្ធជាមួយនឹងរឿងឈ្លានពានជាមួយនឹងរឿងច្បាប់ហែងឈ្លានពានគឺហែងគ្រប់គ្រងបានតែបដោះអាសន្នទេឧទាហរណ៍ភ្នំទ្រាប់បើដោះស្រាយតាមផែនទីអារបស់ដែលវាគ្រប់គ្រងបានមកវិញបងប្អូនមាននៅចាំបានទេប្រាសាទព្រះវិហារជានិមិត្តរូបសម្រាប់សៀមជាមួយនឹងកម្ពុជាឆ្នាំ1960ទសវត្ស60ក្នុងទសវត្ស60សៀមគ្រប់គ្រងប្រាសាទព្រះវិហារទាំងស្រុងមិនមែនកម្ពុជាទេសៀមអត់បានយកផែនទីបារាំងសៀមមកប្រើទេប៉ុន្តែសៀមវាគ្រប់គ្រងអាហ្នឹងសួរពួកអាឈួតហ្នឹងឲ្យវាប្រើខួរកលេចទៅមើលប្រវត្តិសាស្ត្រពីជំនាន់បាច់ទៅមើលឯណា1000ឆ្នាំមុនទេ100ឆ្នាំមុនទេទៅមើលតែ50-60ឆ្នាំមុនសម័យបកូនណានរោត្តមសីហនុមុននឹងព្រះអង្គប្តឹងរឿងប្រាសាទព្រះវិហារទៅតុលាការ ICJ ពេលនោះណាគេគ្រប់គ្រងសួរវាមើលសួរពួកអដៃអស់នោះមើលពេលនោះណាគេគ្រប់គ្រងមិនសៀមគ្រប់គ្រងដល់ពេលយើងប្តឹងតាមផែនទីណាមិនអាផែនទីបារាំងសៀមឆ្នាំ1000អនុសញ្ញានិងសន្ធិសញ្ញា04ហើយនិង07ទីបំផុតយើងបានកាន់កាប់មកវិញនៅក្នុងឆ្នាំ1963អញ្ចឹងបងប្អូនបើមិនច្រឡំទេក្នុងឆ្នាំ1962-63យើងបានកាន់កាប់ប្រាសាទព្រះវិហារមកវិញគឺជារបស់យើងដើមឡើយសៀមអ្នកគ្រប់គ្រងតាអានោះអញ្ចឹងការពីសៀមគ្រប់គ្រងមិនក៏ពួកឯងនាំគ្នាចាត់សម្ដេចសីហនុធ្វើឲ្យបាត់ព្រះវិហារអញ្ចឹងប្រវត្តិសាស្ត្រជ្រាំដែលនេះត្រូវគិតគឺយើងជាខ្មែរយើងត្រូវផ្ដោតទៅលើច្បាប់អញ្ចឹងហើយបានជារាជរដ្ឋាភិបាលកម្ពុជានឹងគេផ្ដោតទៅលើការដោះស្រាយព្រំដែនតាមច្បាប់នោះឃើញយើងប្រកែកញ៉ាញពីរឿងផែនទីអាចោសៀមវិគូដល់ឯកតោភាគីកម្ពុជាទទួលស្គាល់ច្បាប់អន្តរជាតិគេទទួលស្គាល់តែសន្ធិសញ្ញាបារាំងសៀមទេ កម្ពុជាចង់គូផែនទីខ្លួនឯងក៏មិនបានសៀមចង់គូផែនទីដោយខ្លួនឯងក៏មិនបានពីព្រោះសន្ធិសញ្ញាអនុសញ្ញាបារាំងសៀមកាលពីសម័យនោះគឺជាសម័យអាណានិគមដែលអន្តរជាតិគេទទួលស្គាល់ជាផ្លូវច្បាប់អញ្ចឹងបើយើងត្រូវការដោះស្រាយព្រំដែនក៏ដោះស្រាយទៅតាមផ្លូវច្បាប់ដែលបារាំងបន្សល់ទុកឲ្យដែរអត់មានដើរខុសពីនឹងទេបារាំងបន្សល់ទុកអីឲ្យនៅកន្លែងណាដោះតាមកន្លែងហ្នឹងហើយបើដោះស្រាយតាមដែលបារាំងបន្សល់ទុកឲ្យមកស្រាប់តែចោតមកថាបាត់ដីទៅទៀតអានឹងចោតបារាំងទៅព្រោះប្រាំងបន្សល់ទុកផែនទីឲ្យយើងប៉ុណ្ណាយើងដោះស្រាយបោះបកគោប៉ុណ្ណឹងឥឡូវបងប្អូនថាមើលមិនយើងត្រូវបន្ទោសអ្នកណាយើងដឹងហើយថាដីយើងពីមុនវានោះប៉ុន្តែអ្វីដែលច្បាប់ទទួលស្គាល់ជាអន្តរជាតិនេះក្រែងពួកឯងអ្នកគោរពច្បាប់ដែលទទួលស្គាល់ជាច្បាប់អន្តរជាតិគឺសន្ធិសញ្ញាអនុសញ្ញាបារាំងសៀម0407ដែលគេទទួលស្គាល់ជាអន្តរជាតិជាច្បាប់អន្តរជាតិឥឡូវទៅយកច្បាប់មុនយកផែនទីមុនបារាំងសៀមមិនបានអារម្មណ៍ឧបមាថាឥឡូវយើងទៀមទាស្រាប់តែយើងអត់យកអាឡែងផែនទីប្រាំងសៀមដែលបន្សល់ទុកឲ្យយើងសន្ធិសញ្ញាប្រាំងសៀមបន្សល់ទុកឲ្យយើងឯងយើងទៅយកផែនទីសម័យមហានគរដើម្បីមកទៀមទាសួរថាតើស្របច្បាប់អន្តរជាតិតើអន្តរជាតិគេទទួលយកអត់គេទទួលយកនៅសំណើយើងដែរអត់ចម្លើយគឺអត់មែនដែរអត់អញ្ចឹងបានជាខ្ញុំចង់ជំរាប62បាទ62អរគុណ16កក្កដា1962អរគុណបងអាសៅគិរីបាទ
ដូច្នោះខ្ញុំសូមជំរាបប្រាប់បងប្អូនថាពួកអ្នកឯងជាអនុបណ្ឌិតជាបណ្ឌិតប៉ុន្តែនិយាយមិនបានទាញផោះតាងនឹងតនហិកដើម្បីឲ្យមនុស្សល្ងងគេស្ដាប់ទៅគេយល់ហើយឲ្យតម្លៃនឹងជួយខ្មែរទេថែមទាំងដាក់នឹងការចោទប្រកាន់រឿងបាត់ដីទៅទៀតអាម៉េចយកពាក្យបាត់ដីនឹងមកឥឡូវនឹងមានប្រជាប្រិយភាពសបើមណាស់ដែលធ្វើឲ្យខ្លួនឯងមានប្រជាប្រិយភាពនយោបាយសបើមខ្លះធ្វើឲ្យខ្លួនឯងនឹងអស្ចារ្យអីអាចคลายទៅជាវីរៈជននេះលោកហ៊ុនសែនលោកហ៊ុនម៉ាណែតមិនដែលបោះបង់ចោលយើងមើលគេមិនដែលបោះបង់ចោលរឿងតវ៉ាជាមួយសៀមតាមរយៈផែនទីដែលបន្សល់ទុកដោយបារាំងសៀមឯងឃើញទេអាសៀមវាមិនវាខឹងវាសម្បានឹងដោយសារអីអាសៀមវាគូដាក់ផែនទីឯកតោភាគីហ្នឹងប្រទេសណាគេទទួលស្គាល់អាខ្នាត1លើ50,000ដែលវាគូដោយខ្លួនវានោះប្រទេសណាទទួលស្គាល់អត់ទេគេអត់ទទួលស្គាល់ទេច្បាប់អន្តរជាតិអញ្ចឹងជាបច្ចុប្បន្នហែងកាន់កាប់កន្លែងហ្នឹងអូខេកន្លងមកភាសាតមន់តូចតមន់ធំខ្មែរនឹងសៀមកាន់កាប់ជាមួយគ្នាអាម៉េចក៏ពួកឯងមិនថាផងនងតាំងពីជំនាន់មេពួកឯងហ្នឹងនៅធ្វើជាតំណាងរាស្ត្រនៅក្នុងប្រទេសភាសាតមន់តូចតមន់ធំភាសាតាកបីហ្នឹងកាន់កាប់រួមគ្នាតាថៃផងកម្ពុជាផងថៃមួយជាហៀងកម្ពុជាមួយជាហៀងអាម៉េចពួកអាម្បែងក្បឿងឯងមិននាំគ្នាថាបាត់ដីផងកាលពីសម័យនោះទឹកមកបាត់ដីត្រឹមវាយគ្នា5ថ្ងៃហ្នឹងទឹកមកធ្វើឲ្យបាត់ដីវាយគ្នា5ថ្ងៃអត់តាន់ទាំងដឹងអីផងថាអូកាត់ដីឲ្យគេចុះពីមុនមកមិនក៏ឯងមិននិយាយពីមុនមកកាន់កាប់រួមគ្នាមិនក៏ពួកឯងអត់និយាយពួកឯងអញ្ចឹងតែហ្មងអត់និយាយព្រោះអត់តាន់ចំណេញដល់ពេលខ្លួនចង់បានចំណេញស្រាប់តែយករឿងនឹងមកនិយាយវាយគ្នា5ថ្ងៃយករឿងនឹងមកនិយាយថាបាត់ដីហើយអាកន្លែងហ្នឹងមិនមែនកន្លែងប្រាសាទទាំងអស់ហ្នឹងមិនមែនកាន់កាប់តែយើងណាខ្មែរក៏កាន់កាប់សៀមក៏កាន់ចាប់មកជាហៀងម្នាក់បងប្អូនធ្លាប់ដឹងហើយតាឥឡូវវាថាបាត់ដីបាត់ហើយគិតមែនឥឡូវដោយសារតែរឿងកាន់កាប់រួមគ្នានឹងហើយដែលកម្ពុជាយើងតំបន់ទាំង4ហ្នឹងត្រូវដាក់ពាក្យបណ្ដឹងទៅ ICJ ដែលប្រកាសកម្ពុជាបានប្រកាសដាក់ពាក្យបណ្ដឹងអាតំបន់ទាំង4ដែលកាន់កាប់រួមគ្នាហ្នឹងដែលឆ្លោះគ្នារាល់ថ្ងៃហ្នឹងពីរឿងថាហ្នឹងបោះអញអាហ្នឹងបោះអញហ្នឹងបានជាកម្ពុជាហ្នឹងសម្រាប់ចិត្តដាក់ពាក្យបណ្ដឹងប្រកាសសម្រាប់ចិត្តដាក់ពាក្យបណ្ដឹងតំបន់ទាំង4ហ្នឹងតំបន់ដោយឡែកទៀតនៅជជែកគ្នាប៉ុន្តែតំបន់ទាំង4ហ្នឹងគឺបានដាក់ពាក្យបណ្ដឹងហើយចុះពួកឯងចង់បានអីទៀតគេថាឯណាពាក្យបណ្ដឹងបើឯងទៅសួរអូពាក្យបណ្ដឹងទៀតអញមិនដឹងនិយាយប្រាប់បញ្យល់ថាម៉េចទេពីពួកឯងនឹងអត់ចេះធ្វើការងារអីទាំងអស់បើនៅសុកវាសួរអូពាក្យបណ្ដឹងហើយបងប្អូនគិតមើលហើយទៅអីការងារអីគេទៅសួរអូពាក្យបណ្ដឹងនោះបានថាភ្លើអាហ្នឹងគឺពាក់ព័ន្ធជាមួយនឹងរឿងសេងសេរីជាបណ្ឌិតក៏ប៉ុន្តែភ្លើនិយាយយកព័ត៌មានសៀមមកបង្កើតជាចម្ងល់តាមពិតអាតំបន់11ចំណុចហ្នឹងគឺជាតំបន់ចំនួនក្តៅតំបន់ចំនួនក្តៅមិនមែនតំបន់ដែលអាចោនឹងវាវាយយកបានទេពាក្យវាវាយយកបានគ្រាន់តែជានយោបាយប្រជាពិធនិងនយោបាយបំបាក់ទឹកចិត្តកងទ័ពយើងហើយនឹងលើកទឹកចិត្តដល់ប្រជាជនវាកងទ័ពវាតែប៉ុណ្ណោះប៉ុន្តែសម្រាប់រួមកន្លែងដែលវាអួតរាល់ថ្ងៃហ្នឹងគឺមានតែកន្លែងមួយគត់គឺភូមិអាខឿនឹងឯងបើវាបង្ហាញតែភូមិអាខឿនឹងមួយមានន័យតែកន្លែងផ្សេងទៀតវាគ្រប់គ្រងអត់បានទេយល់ទេហើយចាំបាច់ឲ្យរដ្ឋាភិបាលកម្ពុជាមកប្រកាសប្រាប់ពួកអាចំគួតឯងធ្វើអីណាចាំបាច់ឲ្យរដ្ឋាភិបាលកម្ពុជានឹងមកប្រកាសប្រាប់ពួកអាចំគួតឲ្យទៅថតឲ្យទៅថតកន្លែងទាំងអស់នឹងឲ្យពួកអាចំគួតឯងមើលទៅស្អីអញឆ្ងល់ថាមនុស្សល្ងងចោះវាឆ្ងល់ប៉ុន្តែអាបណ្ឌិតនេះរៀនដល់បណ្ឌិតឲ្យអត់ប្រើខួរខ្លួនឯងដើម្បីយកមកគិតពិចារណាឲ្យបានច្បាស់ហើយមុននឹងយកមកឡាយប្រាប់គេនេះបែរទៅជាយករឿងអត់បានការអត់បានប្រយោជន៍យករឿងដែលបង្កើតការសង្ស័យឲ្យគ្នាឯងបង្កើតទំនាស់ឲ្យគ្នាឯងទៅវិញបណ្ឌិតអាចគួយទេભાઈរៀនឲ្យអស់តានេះអានេះបណ្ឌិតសៀមអាមួយទៀតបណ្ឌិតខួអន់រៀនឲ្យអស់តែណារៀនឲ្យអស់តែអង្គឲ្យអស់តែលុយឥតប្រយោជន៍អត់បានអីទាំងអស់អានឹងពាក់ព័ន្ធជាមួយនឹងកឹមសុខហើយនឹងសេងសេរីខ្ញុំប្រតិកម្មប៉ុណ្ណឹង